បាទឥឡូវបន្ទាប់ពីយើងlogin account Instagram ហើយនឹងaccount Facebook រួចរាល់បាទយើងទៅរកនៅវីដេអូនៅ profile វីដេអូដែលយើងចង់ download បាទឥឡូវឧទាហរណ៍ខ្ញុំចូលមក profile មួយនេះscroll រកចាំតិចបាទឥឡូវខ្ញុំ copy ហ្មងទៅកុំឲ្យបាទខ្ញុំចង់ download profile មួយនេះបាទអញ្ចឹងយើងចូលមក profile ហ្នឹងគឺយើង select your reel បាទហើយយើងចុច copy link មកបាទឥឡូវខ្ញុំខ្វែងចោលបាទហើយយើងផាសបាទយើងផាសហើយយើងចុច get វីដេអូហ្នឹងមក get link ហ្នឹងបន្តទៀតវានឹងទៅបើកនៅនេះហ្នឹងហើយបាទបើវាចេញអញ្ចឹងយើងចុចកន្លែងនេះមកណាបាទចុច continue វិញមកអូខេអញ្ចឹងវានឹងទៅget នៅ link ទាំងអស់ហ្នឹងហើយបាទបន្ទាប់ពីវា get complete បានវា load message ប្រាប់យើងថាវាបានprofile មួយហ្នឹងគឺបាន get ហើយបាទ get link ឲ្យបាទអញ្ចឹងវាបាត់វា load message ប្រាប់ហើយបាទអញ្ចឹងនៅក្នុងInstagram profile មួយហ្នឹងគឺមានចំនួនវីដេអូ47បាទហើយចំពោះselect folder យើង select ទៅប៉ុន្តែបើសិនជាអត់ដាក់ folder ទេពេលដែល download ទៅគឺវានឹងបង្កើត folder មួយឈ្មោះថា folder ហ្នឹងគឺឈ្មោះថា download បាទនៅក្នុងtool របស់យើងហ្នឹងគឺវាបង្កើតបាទប៉ុន្តែបើយើងដាក់មាន folder បាទយើងបង្កើត folder បាទគឺយើងជ្រើសរើសមកបាទឥឡូវឧទាហរណ៍ខ្ញុំដាក់ក្នុង folder មួយនេះបាទខ្ញុំ select មកអូខេបន្តទៀតយើងចុច download មកណាបាទអញ្ចឹងយើងចូលមកមើលនៅ folder ដែលយើងបាន select មិញបាទអញ្ចឹងវីដេអូកំពុង download ហើយបាទហើយខ្ញុំអត់ដាក់ console ដើម្បីរត់ឆ្វេងឆ្វាយទេបាទខ្ញុំបិទចោលហើយប៉ុន្តែយើងមាននៅកន្លែងនេះបាទសម្រាប់មើលបាទថាវាកំពុង download បានហើយណាបាទហើយពេលដែលកំពុង download នេះគឺយើងអាច stop បានណាបើយើងជប់ download profile មួយហ្នឹងបាទអាចចុច stop បានបើចង់ download ឲ្យអស់ចាំវាទៅដល់ពេលវា download 47 link ហ្នឹងអស់វានឹង load message ប្រាប់ដែរបាទឥឡូវឧទាហរណ៍ខ្ញុំចុច stop ខ្ញុំចង់ download ដល់ប៉ុណ្្នឹងទេបាទអូខេអញ្ចឹងវានឹង stop ហើយបាទការ download គឺ stop ហើយ